បងម្នាក់ជំនាន់ពីក្មេងក៏ដូចជាឥឡូវនេះតែខុសគ្នាផ្លាយខ្លាំងអត់បងប្អូនជួយខមមិនប្រាប់ម្នាក់ម្នាក់មួយផងពីជំនាន់ហងបាក់ស្លាប់ហើយនឹងឥឡូវតែខុសគ្នាប៉ុណ្ណាដែរបងប្អូនណាខ្លះដែលបានតាមដានរឿងហងបាក់ស្លាប់ក៏ដូចជាស្គ្រីតរឿងហងបាក់ស្លាប់កន្លែងណាខ្លះជួយប្រាប់ម្នាក់ម្នាក់មួយផងថ្ងៃនេះខ្ញុំប្រកាសណាសូមអរគុណដល់ព្រះអង្គម្ចាស់សឡុងក៏ដូចជាព្រះអង្គម្ចាស់គ្រប់អង្គទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក៏ដូចជានិមន្តមកផ្ដល់អាវ៉ាតឲ្យមិនត្រឹមតែប៉ុណ្ណឹងគឺបានជួយរៀបចំនៅដេកថ្ងៃកម្មវិធីបងម្នាក់ពីមុនដែរបងប្អូននិយាយពីថាឡើងខ្លោចឡើងសុគមអស់ហើយនិយាយទៅមិនសូវបានមានពេលក្នុងការថែបងប្អូនតាំងពីបានផលិតផលរបស់ម្នាក់ជាមួយនឹងហេឆាតមកគឺម្នាក់ព្យាយាមក្នុងការប្រើហើយប្រើទៀតប្រើហើយប្រើទៀតឃើញតែស្បែកមុខរបស់ម្នាក់ភ្លឺម្ដងតិចម្ដងតិចក៏ដូចជាបានស្អាតជាងមុនឆ្ងាយមែនតើអញ្ចឹងហើយបងប្អូនអ្នកដែលគាត់មានបញ្ហាស្បែកមុខខ្លោចខ្មៅក៏ដូចជាឡើងមុនឡើងស្នាមជាពិសេសគឺអាចរយចំបងប្អូនដល់គ្នាចង់ព្យាបាលជាមួយនឹងផលិតផលដែលមាន ingredient ល្អហើយបងប្អូនដល់គ្នាប្រើដោយទំនុកចិត្តអត់មានផលប៉ះពាល់ស្បែកមុខទៅថ្ងៃក្រោយអញ្ចឹងបងប្អូនដល់គ្នាអាចធ្វើការតាក់ទងឆាន20ដើម្បីសួរព័ត៌មានលម្អិតបន្ថែមតោះឥឡូវមានជាមួយនឹងការ discount promotion ជូនបងប្អូនដល់គ្នារួចរាល់ហើយគឺថែមកាដូជូនពិសេសតែម្ដងសំខាន់ផលិតផលថ្មី ingredient ថ្មីសេរីថ្មីគឺប្រើបានទាំងពេលយប់ប្រើបានទាំងពេលព្រឹកអញ្ចឹងការប្រើបានទាំងពេលយប់ប្រើបានទាំងពេលព្រឹកគឺថាប្រយោជន៍ជួយច្រើនខ្លាំងមែនតើគឺឲ្យបងប្អូនដល់គ្នាឆាប់ជាសះស្បើយមិនថាមានបញ្ហាមុនតូចមុនធំឬក៏អាចរយជាំឲ្យតែផ្ដោតក្នុងការប្រើតាមការណែនាំរបស់ម្នាក់និងធីមរបស់ម្នាក់បងប្អូនដល់គ្នានឹងទទួលបានជាមួយនឹងស្បែកមុខស្អាតតោះពីចុងភៅមួយយ៉ាបានធ្វើម្ហូបរួចរាល់ហើយម្នាក់ជាមួយនឹងហេឆាតក៏បានរៀបចំជាមួយនឹងការលើកមករៀបប្រគេនដល់ព្រះអង្គម្ចាស់គ្រប់អង្គទាំងអស់នៅចង្ហាន់ថ្ងៃត្រង់សូមបងប្អូនដល់គ្នាអនុមោទនាទទួលបានចំណែកបុណ្យស្មើនឹងក្រុមគ្រួសារម្នាក់ផងគេយើងអង្គុយដឹងថាអង្គុយមើលទេសភាពឬក៏អង្គុយយាមផ្ទះនឹងមើលអង្គុយរៀងជាលឹងឆ្វេលបានរួចរាល់ម្ហូបមួយមុខទៀតហើយគឺមានស្រស់បកាថែមមួយមុខទៀតខាន់លហុងគឺបេះលហុងដើមធម្មជាតិខ្លួនឯងផ្ទាល់ហើយម្នាក់ជិះកង់ទៅខាងក្រៅម្ដងចង់ដឹងអត់បងប្អូនថាម្នាក់ជាមួយនឹងបងមករាជិះកង់ទៅខាងក្រៅផ្ទះធ្វើអីគេដើររកអីគេនៅនេះមួយយ៉ាងដែរទេសភាពនៅជើងភ្នំខ្យល់អាកាសបរិសុទ្ធម្នាក់ជាមួយនឹងគ្រួសារម្នាក់វិញស្រឡាញ់ទេសភាពនៅចន្លោះខែ10ខែ11ខែ12បងប្អូននិយាយថាខ្យល់ក៏ខ្យល់ទៅជាក៏ទៅជាមិនបាច់ចាំយើងឡើងទៅលើកំពូលភ្នំក៏យើងមានអារម្មណ៍ថាស្រស់ស្រាយដូចនៅលើភ្នំដែរដោយសារតែពេលល្ងាចគឺត្រូវបូជាផ្កាអញ្ចឹងហើយខ្វះផ្កាមួយចំនួនអញ្ចឹងម្នាក់ជាមួយនឹងបងមករាទៅដើររកមើលផ្កាយកមកដេកបន្ថែមពីព្រោះឃើញថានៅខាងក្រៅផ្ទះម្នាក់គឺមានផ្កាដុះធម្មជាតិមួយចំនួនដែលអាចយកមកដេកជាមួយនឹងផ្កាកន្លាបន្ថែមដើម្បីឃើញផ្កាកន្លាកាន់តែស្អាតកាន់តែស្រស់កាន់តែផុសចេញមកបងប្អូនបានឃើញហើយមើលទៅគួរជាទីជ្រះថ្លាអត់កុំភ្លេចលំអរចិត្តអនុមោទនាពីចម្ងាយផងដើម្បីទទួលបានបុណ្យកុសលទាំងអស់គ្នាស្មើគ្នាសាធុសាធុសាធុហើយការរៀបចំគប់ផ្កាក៏ចិត្តរួចរាល់ដែរហើយក៏ឃើញភីងគេដើរចោលដើរឡើងដើរចោលដើរឡើងគេច្បាស់មួយជុំពីរជុំនៅសង្ស័យតែចង់រកជួយអីមើលទៅបងប្អូនដែលមានបញ្ហាស្បែកមុខមុនស្នាមរកប្រតិកម្មកុំភ្លេចណាសាកប្រើជាមួយនឹងឈុតមុខបៃតង ingredient ថ្មីសេរីថ្មីបំអានេះជាមួយនឹងហេឆាតបងប្អូនទាំងគ្នាតើឥឡូវមានជាមួយនឹងការរៀបចំ discount ជូនបងប្អូនទាំងគ្នារួចរាល់ដូចជាមានការថែមកាដូជូនបងប្អូនទាំងគ្នាមួយភ្លាមតែម្ដងចឹងបងប្អូនដែលមានបញ្ហាស្បែកមុខកុំភ្លេចឆាតចូលមកកាន់ page ដើម្បីសួរព័ត៌មានលម្អិតបន្ថែមហើយក៏មានការថែមកាដូជូនបងប្អូនទាំងគ្នាមួយភ្លាមគ្រប់គ្នាតែម្ដងចាំវីដេអូរបស់ម្នាក់មានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាជម្រាបលាជួបម្នាក់នៅក្នុងវីដេអូក្រោយៗទៀត